គ្រឿងញៀនគឺជាបញ្ហាប្រឈមមួយនៃសេវាសុខភាពពិភពលោកនិងកំពុងធ្វើឲ្យកើតមាននៅវិបត្តិជាសកលយុវជនងាយរងគ្រោះបំផុតក្នុងការប្រើប្រាស់គ្រឿងញៀនបាននឹងកំពុងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួនដើម្បីរួមចំណែកទប់ស្កាត់និងលុបបំបាត់បញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗកន្លងទៅបានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាទីបំផុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីបញ្ហាគ្រឿងញៀននៅក្នុងសាសនាឥស្លាមក៏ត្រូវបានហាមឃាត់យ៉ាងដាច់ខាតផងដែរទាំងការជួញដូរនិងការប្រើប្រាស់និងបានជំរុញឲ្យមូស្លីមគ្រប់រូបចូលរួមទប់ស្កាត់និងលុបបំបាត់កុំឲ្យមាននៅក្នុងសង្គមថែមទៀតគ្រឿងញៀនគឺជាសារធាតុមួយយ៉ាងដែលនឹងបំផ្លាញខួរក្បាលរបស់មនុស្សបំផ្លាញសុខភាពទាំងស្រុងនិងបំផ្លាញរាងកាយរបស់យើងនៅក្នុងជំនឿនៃសាសនាឥស្លាមរាល់ទង្វើគ្រប់សកម្មភាពទាំងអស់ដែលនាំឲ្យបំផ្លាញសុខភាពបំផ្លាញខួរក្បាលនិងបំផ្លាញរាងកាយសុទ្ធតែត្រូវបានហាមឃាត់អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលនៅក្នុងគម្ពីរកូរ៉ានត្រង់ចំពុកអាល់បេករ៉ោះវគ្គទី195ថាចូលពួកអ្នកកុំបណ្ដោយខ្លួនរបស់ពួកអ្នកឲ្យធ្លាក់ទៅក្នុងភាពវិនិច្ឆ័យអន្តរាយហើយចូលពួកអ្នកធ្វើល្អចោះពិតប្រាកដណាស់អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អការប្រើប្រាស់គ្រឿងញៀនគឺជាការបំផ្លាញនូវទ្រព្យសម្បត្តិជាការទទួលទាននូវអាហារដ៏អាក្រក់បំផុតដែលត្រូវបានអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់គ្រឿងញៀនគឺជាកត្តាដ៏សំខាន់ដែលមិនត្រឹមតែបំផ្លាញសុខភាពនិងរាងកាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផ្លាញនូវសីលធម៌របស់មនុស្សថែមទៀតដែលមានភាពផ្ទុយគ្នាទាំងស្រុងទៅនឹងច្បាប់នៃសាសនាឥស្លាមអ៊ីស្លាមជាសាសនាដែលឲ្យតម្លៃខ្ពស់បំផុតទៅលើបញ្ហាសីលធម៌ដោយដែលនៅក្នុងហាឌីសឬប្រសាសន៍របស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំរាយការណ៍ដោយអាត់ទីរមីស៊ីអំពីជាបៀរព្យាការីបានមានប្រសាសន៍ថាពិតណាស់ក្នុងចំណោមពួកអ្នកដែលខ្ញុំស្រឡាញ់ជាងគេអ្នកដែលជាទីស្រឡាញ់បំផុតសម្រាប់ខ្ញុំនិងស្ថិតនៅជិតខ្ញុំជាងគេនៅថ្ងៃបរលោកគឺអ្នកដែលមានសីលធម៌ល្អជាងគេបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីគ្រឿងញៀនក៏ជាកត្តាចម្បងដែលបង្កនូវភាពចលាចលនៅក្នុងសង្គមនាំឲ្យមានអំពើហិង្សានិងនាំឲ្យមានអំពើលួចឆក់ប្លន់ការចាប់ចម្រិតនិងការចាប់រំលោភសេពសន្ធវៈផ្សេងទៀតជាច្រើនប្រការទាំងអស់នេះត្រូវបានចាត់ទុកថាជាប្រការដែលបំផ្លិចបំផ្លាញនៅលើផែនដីដែលត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាមដោយដែលអល់ឡោះជាម្ចាស់បានមានព្រះបន្ទូលនៅក្នុងគម្ពីរកូរ៉ានត្រង់ចំពុកអាល់អារ៉ាហ្វវគ្គទី56ថាចូលពួកអ្នកកុំបំផ្លិចបំផ្លាញនៅលើផែនដីនេះជាមួយគ្នានេះការលាក់បាំងផ្សេងការចូលរួមសហការក្នុងរូបភាពណាមួយប្រៀបដូចជាយើងបានចូលរួមជាមួយនឹងការកសាងទង្វើអាក្រក់ចូលរួមបំផ្លិចបំផ្លាញសង្គមមនុស្សយ៉ាងដូច្នោះដែរអល់ឡោះជាម្ចាស់បានមានព្រះបន្ទូលនៅក្នុងគម្ពីរកូរ៉ានត្រង់ចំពុកអាល់ម៉ៃដាវគ្គទី2ថាចូលពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អនិងកោតខ្លាចទៅចំពោះអល់ឡោះហើយចូលពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាបនិងទង្វើដែលនាំឲ្យខ្លាចជាសត្រូវនឹងគ្នាឲ្យសោះបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីក្នុងនាមជាមូស្លីមជាអ្នកដែលមានជំនឿដ៏ស្មោះត្រង់ទៅចំពោះអល់ឡោះជាម្ចាស់ចាំបាច់ត្រូវចូលរួមចំណែកក្នុងការទប់ស្កាត់ការលុបបំបាត់ការចែកចាយគ្រឿងញៀននិងការប្រើប្រាស់គ្រឿងញៀនដែលជាកាតព្វកិច្ចមួយនៃសាសនាឥស្លាមការទប់ស្កាត់ការលុបបំបាត់គ្រឿងញៀនចេញពីសង្គមប្រៀបដូចជាលុបបំបាត់អំពើអាក្រក់ចេញពីសង្គមផងដែរហើយរាល់ទង្វើដែលចូលរួមក្នុងការទប់ស្កាត់និងលុបបំបាត់គ្រឿងញៀនគេនឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់ដែលមានសាសនាវិទូឥស្លាមមួយចំនួនបានចាត់ទុកថាការចូលរួមលុបបំបាត់គ្រឿងញៀនចេញពីសង្គមគឺជាការតស៊ូក្នុងផ្លូវអល់ឡោះជាម្ចាស់ចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វេក
ប៊ីចេងសញ្ញាចុងភៅកាន់វេគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85